ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SMK Cambodia អញ្ចឹងថ្ងៃនេះខ្ញុំមានចំណេះដឹងខ្លីមួយចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាអំពីការរៀបចំ Channel ឲ្យត្រូវតាមស្តង់ដាររបស់ YouTube ហើយក៏ជា Channel ដែលយើងទើបតែបង្កើតបាទអញ្ចឹងបងប្អូនត្រូវត្រៀមឲ្យខ្លះនៅពេលដែល verify នៅពេលដែលរៀបចំ Channel គឺងាយស្រួលបាទគឺ phone ទី1បាទគឺបងប្អូនសុំsorry ខ្ញុំសុំដាក់ធំសិនណាពេលខ្ញុំអត់ចង់រៀនយូរទេទី1បងប្អូនត្រូវមានអីគេបាទ phone ត្រូវមាន phone number ណាបាទត្រូវមាន phone number បាទនេះគឺសំខាន់ជាងគេណាបងប្អូន phone number តែបញ្ជាក់ថាយើងយកលេខ phone ណាដែលយើងអត់ដែលធ្លាប់បង្កើតអត់ដែលធ្លាប់ verify ជាមួយ channel ទៀតណាហើយយើងនឹងប្រាប់ថាអា phone នេះគេ verify នៅត្រង់ចំណុចណាអូខេទី2បងប្អូនត្រូវ scan មុខបាទត្រូវ scan មុខរបស់យើងណាបាទព្រោះ email គឺនៅពេលណាដែលយើងបង្កើត step ទី1 step ទី2 step ទី3សិតតែជា step សំខាន់ step ទី2និងទី3គឺសំខាន់ជាងគេណា step ទី3នេះគឺការ scan មុខរបស់យើងផ្ទាល់តែម្ដងstep ទី2 sorry ចឹងខ្ញុំនឹងបង្ហាញអំពីការរៀបចំ channel មួយចំណុចទៅមួយចំណុចណាចំពោះបងប្អូនដែលបង្កើត channel ថ្មីទី1បងប្អូនចូលទៅក្នុង setting បាទបន្ទាប់មកយើងយកពាក្យថា general អញ្ចឹងចំពោះនៅកន្លែង basic info នេះគឺបងប្អូនទៅរើសប្រទេសណាដែលបងប្អូនចង់បានណាបងប្អូនរើសយកប្រទេសណាក៏បានដែរតាមការស្រឡាញ់និងចំណង់ចិត្តបងប្អូនអញ្ចឹងខ្ញុំសូមយកកម្ពុជាចឹងចំពោះនៅកន្លែង keyword នេះចំណាយបងប្អូនចង់និយាយពីអ្វីគឺបងប្អូនសរសេរនឹងចូលទៅ keyword ក៏វាជាប្រភេទ SEO មួយដ៏សំខាន់ណាឧទាហរណ៍ចំណាយរបស់ខ្ញុំដាក់ចំណេះដឹងបាទចំណេះដឹង YouTube អញ្ចឹងទៅ enter មកហើយបងប្អូនដាក់អីទៀត YouTube update ចឹងទៅឧទាហរណ៍អី2ណាហើយខ្ញុំលើកចំបន្ថែមទៀតចឹងបើសិនជាចំណាយបងប្អូនធ្វើអំពី blog បងប្អូនគួរតែសរសេរអំពីប្រភេទ blog ដូចជាការធ្វើដំណើរទៅលេងតាមឆ្នេរសមុទ្រទៅលេងតាមប្រាសាទអង្គរវត្តទៅលេងតាមអីផ្សេងចឹងទៅណាហ្នឹងតាមបងប្អូនសរសេរទេចឹងបងប្អូនដាក់កាន់តែច្រើនកាន់តែល្អហើយយើងអាចដាក់បានរហូតដល់500ពាក្យណាបាទអូខេអញ្ចឹងខ្ញុំសូមតទៀតយើងចូលទៅដល់ advanced setting ចំណុចនេះក៏ជាកន្លែងដែលសំខាន់ដែរអញ្ចឹងបើបងប្អូនថ្មីដែលចូលមកដល់គឺបញ្ចេញបែបនេះណាបញ្ចេញ step ទី3បាទអញ្ចឹងបងប្អូនយកកដាលមកណាខ្ញុំអត់បកស្រាយច្រើនទេអូខេហើយនៅកន្លែងនេះគឺជាកន្លែងដែលខ្ញុំបានប្រាប់នេះនៅកន្លែងការ verify 2នេះណាគឺសំខាន់ណាបាទអញ្ចឹងទី1គឺវាឲ្យយើងបំពេញនៅលេខទូរស័ព្ទដែលសារខ្ញុំបានពេញហើយបាទអត់អីទេបងប្អូនដាក់លេខទូរស័ព្ទបងប្អូនចូលទៅណាបាទហើយបន្ទាប់ពីបងប្អូនបំពេញហើយវានឹង load text enable បែបនេះបើកឲ្យយើងណាបងប្អូនចំពោះ advanced នៅចំណុចទី3នេះគឺវាសំខាន់ណាចំណុចទី3នេះគឺការ scan មុខរបស់យើងនេះ scan មុខបាទតែបាត់ទៅនៅកន្លែងនេះគឺយើងមាន verify ID មាន verify មុខរបស់យើងអញ្ចឹងណាចឹងខ្ញុំសូមចូលទៅលើវាអញ្ចឹងនេះនៅកន្លែងនេះគឺបងប្អូនធ្វើការ scan មុខរបស់យើងនឹងឯងគឺមាន6 second ណាបងប្អូនប៉ុន្តែបញ្ជាក់ថាបងប្អូនត្រូវតែ log email មួយនេះនៅក្នុងទូរស័ព្ទបងប្អូនផងណាទើបអាច scan បានអានេះគឺយើងដាក់ជាមួយនឹង ID របស់យើងណាគឺជាប្រភេទអត្តសញ្ញាណប័ណ្ណ passport អីផ្សេងចឹងទៅបងប្អូនប្រើតែពីរហ្នឹងទៅបានហើយណាតែបើយល់ល្អបងប្អូនប្រើតែទី1ទៅវាលឿនណាបងប្អូនទី1លឿនតែបញ្ជាក់ថាបើសិនជាបងប្អូនធ្លាប់ scan មុខពី3ដងហើយដែលបងប្អូនធ្លាប់បង្កើត channel ហើយណាគឺមិន scan ទេបាទជៀសវាងការ enable ជៀសវាងការ load ពណ៌ក្រហមបាទហ្នឹងណាអញ្ចឹងខ្ញុំនឹងធ្វើការ scan ពេលក្រោយអូខេកន្លែងនេះក៏សំខាន់ដូចគ្នានៅកន្លែង update អីនេះគឺមាន basic info មាន advanced setting អីចឹងទៅអញ្ចឹងខ្ញុំនឹងបញ្យល់មួយចំណុចហើយចំពោះ description គឺខ្ញុំ recommend ឲ្យបងប្អូនមិនចាំទាន់ដាក់ទេ description នៅពេលដែលសំទោស title មុន title មិនទាន់ដាក់ទេព្រោះអីមិនតខ្ញុំមិនទាន់ដាក់នៅពេលណាដែលយើង
ផុសវីដេអូគឺទូទៅវីដេអូរបស់យើងគឺវាផ្សេងគ្នាឧទាហរណ៍ថ្ងៃបងប្អូនធ្វើពីប្លុកនៅខេត្តកំពង់សោមអីចឹងទៅឲ្យស្អែកទៀតបងប្អូនផុសដល់លេងនៅខេត្តសៀមរាបអីចឹងទៅអញ្ចឹងណាអញ្ចឹងបើនៅកន្លែងនេះបងប្អូនដាក់ហើយគឺជិបរហូតហើយណាចឹងមិនដាក់អី description ក៏ដូចគ្នាដែរណាអូខេនេះកន្លែងនេះបងប្អូនបើក publish មកហើយ tag ក៏ជាកន្លែងសំខាន់ដែរបងប្អូនអាចសរសេរ tag ចូលទៅដូចរបស់ខ្ញុំមិញអញ្ចឹងខ្ញុំបានសរសេរចំណេះដឹង YouTube update អីផ្សេងៗអញ្ចឹងបងប្អូនអាចដាក់ tag នេះបន្ថែមឲ្យច្រើនមកណាធ្វើឲ្យចំណេះយើងរីក advanced setting នេះក៏ជាកន្លែងដែលសំខាន់ដែរទីមួយបងប្អូនមើល license នេះការដាក់វីដេអូរបស់យើង standard YouTube license បានចឹងលើនេះមានន័យថាជាកម្មសិទ្ធិរបស់យើងអ្នកដទៃយកទៅផុសវាមានសិទ្ធិ report គេអីបានចឹងណាហើយអាក្របនេះគឺយើងអាចឲ្យពួកគាត់យកវីដេអូរបស់យើងទៅផុសបន្តបានបាទដោយគ្មានការអនុញ្ញាតពីយើងប៉ុន្តែខ្ញុំអត់ recommend ឲ្យបងប្អូនយកអាក្រមទេណាគឺខ្ញុំ recommend ឲ្យបងប្អូនយក standard YouTube នេះមកហើយនៅកន្លែង category ក៏សំខាន់ដែរតើចំណាយបងប្អូនធ្វើប្រភេទអ្វីមកចំណាយបងប្អូនធ្វើចំណេះដឹងដាក់ចំណេះដឹងមកបងប្អូនធ្វើប្រភេទ blog ដាក់ blog មកបងប្អូនធ្វើអំពី technology ដាក់ technology មកណាបងប្អូនគេហ្នឹងអញ្ចឹងសម្រាប់ចំណេះរបស់ខ្ញុំសូមដាក់entertainment យ៉ាងហ្នឹងទេបងប្អូនអាចយកច្រើនតាមតម្រូវការបងប្អូនណាប្រភេទ blog ប្រភេទអីមានទាំងអស់នៅនេះបាទ personal នេះបង្ហាញទេសារជា email របស់យើងអូខេហើយយើងរៀបចំតែប៉ុណ្ណឹងមកអូខេហើយនៅចំណុចអីផ្សេងៗខ្ញុំនឹង update ដល់បងប្អូននៅពេលក្រោយណាបាទដាក់មកហើយ language បងប្អូនដាក់ស្មាតក៏បានការនិយាយភាសារបស់យើងវីដេអូណានិយាយអីចឹងទៅបើបងប្អូនចង់ដាក់ទេបើបងប្អូននិយាយខ្មែរហើយបងប្អូនរកខ្មែរមកណានេះមានភាសាខ្មែរយើងដែរបងប្អូនធ្វើវីដេអូអត់និយាយអីទេមិនបាច់ដាក់ទេហ្នឹងហើយគិតតែបបរបស់ខ្ញុំណាដាក់រៀបចំអញ្ចឹងឲ្យស្អាតមកយើងយក save មកណាជាបន្ទាប់គឺយើងត្រូវតែចូលទៅក្នុង earning នេះនៅកន្លែងនេះក៏វាជា step សំខាន់ដែរណានៅកន្លែងហ្នឹងកន្លែង YouTube កន្លែងសម្រាប់មើល monetize អីហ្នឹងអញ្ចឹងបងប្អូនចំណុចសំខាន់របស់វាគឺបងប្អូនត្រូវទៅនេះ appeal ណាបាទ before your appeal ជាមួយនឹង step ទី2ដើម្បីទទួលបាន security អំពី YouTube របស់យើងមើលអាចនិយាយថាប្រព័ន្ធសុវត្ថិភាព YouTube របស់យើងអញ្ចឹងណាបងប្អូនដាក់ទៅហើយដាក់លេខទូរស័ព្ទចូលទៅបាទហើយមានតែប៉ុណ្្នឹងហើយចំពោះគោលការណ៍ 1000 subscribe 4000 ម៉ោងខ្ញុំជឿថាបងប្អូនដឹងខ្លះហើយណាបាទព្រោះមានបងប្អូនយើងគាត់បរៀនច្រើន custom ចឹងចំពោះនៅកន្លែងនេះក៏វាជាចំណុចមួយដែលសំខាន់ដែរហើយបងប្អូននៅកន្លែងនេះបងប្អូនត្រូវតែរៀបចំ thumbnail សំទោសរៀបចំlogo រៀបចំ banner ស្អាតណាហើយចំពោះ banner បងប្អូនអាចទៅ design នៅក្នុង Adobe Photoshop ទៅសុំ size របស់វាប៉ុន្មាន size របស់វា 20x8x1152 ចឹងទៅហើយ Adobe Photoshop មិនខ្វះទេអ្នកបរិញ្ញាបត្របងប្អូនចូលទៅ search មើលទៅឃើញមកកណោចំពោះ logo បងប្អូនធ្វើឲ្យស្អាតមកហើយទំហំវា 4G ណា banner ធំ 6G ណាបងប្អូនខ្លះហ្នឹង design ត្រូវអូខេហើយចំពោះ name របស់យើងគឺយើងដាក់ឲ្យស្អាតមកហើយចំពោះនេះនៅកន្លែងនេះក៏សំខាន់ដែរមានន័យថាឈ្មោះ channel បងប្អូនត្រូវតែ search SMK Cambodia នៅក្នុង channel មានអ្នក search នៅបើមានអ្នកបង្កើតឈ្មោះនឹងនៅបើនៅតែខ្ញុំបង្កើតមកហើយនៅកន្លែង user ខាងក្រោមនេះក៏យើងត្រូវដាក់ឲ្យដូចឈ្មោះខាងលើដែរណាទៅល្អបាទអានឹងប្រយោជន៍ទូទ្រូហើយនៅកន្លែង description បងប្អូនដាក់ទៅដើម្បីឲ្យ channel ស្អាតដាក់ channel របស់យើងសរសេរពីអីធ្វើពីអីសរសេរមកហើយរាប់មក channel នេះបង្ហោះវីដេអូបង្ហាញពីបេះដូងចែករំលែកកន្លែងដើរលេងអីផ្សេងៗយ៉ាងទៅណាតាមតម្រូវការចំពោះ contact info នេះបងប្អូនសំទោសលងកន្លែងនេះមួយកន្លែង link ចំពោះនៅកន្លែង link នេះបងប្អូនអាចដាក់ link ដូចជា Facebook TikTok Twitter អីផ្សេងចូលបានច្រើនកន្លែងហ្នឹងណាអាចដាក់ចូលបានចំពោះនៅកន្លែង contact info នេះជាកន្លែងបងប្អូនអាចដាក់ email សម្រាប់ឲ្យគេតាក់ទងទៅយើងអញ្ចឹងណា email របស់យើងប្រហែលអីមិនដាក់ទៅប៉ុន្តែកុំដាក់ខ្ញុំ recommend អត់ឲ្យដាក់ email YouTube ផ្ទាល់ហ្នឹងទេបងប្អូនដាក់ email ផ្សេងទៅឧទាហរណ៍ថាខ្ញុំដាក់ SMK Cambodia support Cambodia បាទport អីចឹងទៅ
ថតបងប្អូនអូខេមិនដៃទី .com មកចឹងទៅនឹងអូខេនេះអញ្ចឹងណាតែខ្ញុំសម្បត្តិដាក់ទេហើយនៅកន្លែង update នេះបងប្អូនគាត់ដាក់ទៅដាក់រូបទៅពេលណាដែលគេមើលវីដេអូរបស់យើងគឺរត់រូបរូបមួយចាហៀញៀតណាអូខេដូចជាមានតែប៉ុណ្្នឹងទេហើយចំពោះវីដេអូក្រោយៗទៀតខ្ញុំនឹងចែករំលែកការផុសវីដេអូធ្វើឲ្យមានគេមើលច្រើនអីចឹងទៅណាអូខេបងប្អូនជួបគ្នានៅវីដេអូក្រោយបាទបាយបាយ